ប់ការពីម្សិលមិញអំឡុងពេលអុយក្រាតបាត់ការពីប្រហារចូលទៅដល់តំបន់បេក្រូប្រព័ន្ធការពីដែនអាកាសរបស់រុស្ស៊ីប្រភេទ Pasher F1 បាញ់កំជ្រួចច្រឡំចូលទៅដល់ផ្ទះរបស់ប្រជាជនខ្លួនឯងនៅក្នុងតំបន់បេក្រូហើយអភិបាលតំបន់ព្យាយាមលាក់អំពីរឿងនេះតែទោះបីជាយ៉ាងណាវីដេអូនៃការពីប្រហារខុសបច្ចេកទេសនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមទៅហើយនោះសូមជម្រាបសួរទៅដល់ប្រិយមិត្តដែរពុទ្ធតាមដានស្ថានភាពពិភពលោកហើយនឹងព័ត៌មានរបស់រុស្ស៊ីនឹងអុយការជាមួយនឹងខ្ញុំបន្តទៀតប្រិយមិត្តខ្ញុំមានព័ត៌មានចំនួន2នៅល្ងាចនេះគឺពាក់ព័ន្ធអំពីបញ្ហាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកាលពីម្សិលមិញគឺច្រឡំបាញ់ទៅលើផ្ទះរបស់ប្រជាជនខ្លួនឯងបាញ់ទៅលើអគារដ៏ខ្ពស់មួយនៅក្នុងទីក្រុងបេក្រូគណៈដែលអ៊ុយក្រែននឹងបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចឹងរឿងបញ្ហាប្រព័ន្ធការពារដែនអាកាស Pasher F1 របស់រុស្ស៊ីនឹងគឺច្រើនដងទៅហើយលើកមុននោះគឺទៅបាញ់យន្តហោះអ្នកដំណើររបស់អាហ្សេបៃហ្សានស្លាប់ប្រជាជនគេអស់ប្រមាណ50នាក់ជាងមិនទាន់ដោះស្រាយគេផងហើយបញ្ហាផ្សេងៗទៀតដែលមើលឃើញថា Pasher F1 នេះបាញ់ច្រឡំគឺកើតឡើងច្រើនដងទៅហើយ Pasher F1 នេះនិយាយទៅគឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីហើយរុស្ស៊ីគឺចាប់ទុកថា Pasher F1 ហ្នឹងគឺតួនាទីសម្រាប់កម្ចាត់យន្តហោះគ្មានមនុស្សបើកប៉ុន្តែឥឡូវនេះមិនមែនតែកម្ចាត់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទេទៅបាញ់ផ្ទះប្រជាជនខ្លួនឯងទៅវិញមិនដឹងថាអ៊ុយវាឆ្លោះឆ្លួយឬកំហុសបច្ចេកទេសអ្វីណាប្រិមិត្តជាកសុំអានដូចតទៅកម្មជួយការពារដែនអាកាសរបស់រុស្ស៊ីបានបើកការវាយប្រហារទៅលើអគារខ្ពស់មួយនៅក្នុងតំបន់ទីក្រុងស្តេរីអស់កូលនៅក្នុងតំបន់បេក្រូអាជ្ញាធរនៅក្នុងតំបន់ធ្លាប់ព្យាយាមបិទបាំងអំពីអបិទវហេតុនេះតែទៅអំពីការវាយប្រហារនិងពិបាកទប់ទល់នៃយន្តហោះគ្មានមនុស្សបើកការវាយប្រហារនៅក្នុងតំបន់បេក្រូអគារមួយចំនួននៅក្នុងតំបន់ផ្សេងៗនៅតំបន់បេក្រូក៏មានការខូចខាតផងដែរសូមរំលឹកផងដែរថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានបើកការវាយប្រហារទៅលើទីក្រុងស្តេរីអស់កូលនេះអគារលំនៅឋានមួយចំនួនរងការខូចខាតអភិបាលតំបន់បេក្រូគឺលោកវ៉ាឆ្លៃក្រាន់កូលោកបានរាយការណ៍លើប៉ុស្តិ៍ Telegram របស់គាត់ប៉ុន្តែសម្រាប់ការបង្ហាញតាក់ទងអំពីអបិទវហេតុនេះគឺការឡើងដោយសារតែប្រព័ន្ធការពីដែនអាកាស Pasher F1 របស់រុស្ស៊ីបានបើកការវាយប្រហារច្រឡំហើយប៉ះទៅលើអគារលំនៅឋានមួយកន្លែងនៅក្នុងទីក្រុងស្តេរីអស់កូលនៅក្នុងតំបន់បេក្រូវាកើតឡើងខណៈពេលដែល Pasher F1 ព្យាយាមស្ទាក់ចាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាច្រើនគ្រឿងរុស្ស៊ីបានបដិសេធអំពីរឿងនេះប៉ុន្តែអភិបាលតំបន់បានសរសេរបង្ហោះអំពីព័ត៌មាននេះរួចទៅហើយនិងតាក់ទងអំពីការខូចខាតជាលទ្ធផលនៃការវាយប្រហារគឺកំទេចកំទីនៃយន្តហោះគ្មានមនុស្សបើកបានធ្វើឲ្យអាគារមួយចំនួននិងបង្អួចនៅតាមផ្ទះរបស់ប្រជាជនប្រមាណជា15ផ្ទះត្រូវបានខូចខាតនិងមានការផ្ទុះជាបន្តបន្ទាប់ទន្លំមកត្រូវបានគេរាយការណ៍ថាកម្មជួយជាច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់បេក្រូវីដេអូនៃការបំផ្ទុះនេះត្រូវបានផ្សព្វផ្សាយរួចទៅហើយវាហួសពេលហើយសម្រាប់រដ្ឋាភិបាលរបស់រុស្ស៊ីខំលាក់បាំងសម្រាប់លោកវ៉ាឆ្លៃក្លាន់កូក៏បានធ្វើការបដិសេធមិនធ្វើសេចក្តីថ្លែងការណ៍អំពីបញ្ហានេះទេសូមរំលឹកឲ្យដឹងផងដែរថាអ្នកភូមិម៉ាសូវ៉ាភីស្តាន់នៅក្នុងសង្កាត់សេបេគិនត្រូវបានរងការវាយប្រហារដោយក្របដង្កែបដែលជាទ្រព្យនៃសពាវុធរបស់រុស្ស៊ីខ្លួនឯងហើយមនុស្ស3នាក់បានស្លាប់និងមនុស្សម្នាក់បានរងរបួសអគារនៃវត្ថុសង្គមត្រូវបានបំផ្លាញដោយផ្នែកផងដែរនេះគឺជាព័ត៌មានតាក់ទងពីទឹកដីរបស់រុស្ស៊ីនៅតំបន់បេក្រូតំបន់បេក្រូគឺជាប់ជាមួយនឹងប្រទេសអ៊ុយក្រែនណាប្រិមិត្តហើយក៏ជាតំបន់មួយជាយុទ្ធសាស្ត្រផងដែរដែលធ្លាប់ជាទីតាំងនៃតំបន់មួយកងកម្លាំងអ៊ុយក្រែនក៏ធ្លាប់កាន់កាប់មួយចំណែកតូចដែរហើយតំបន់បេក្រូក៏ជាភូមិសាស្ត្រនៅក្នុងការដឹកជញ្ជូនសពាវុធរបស់រុស្ស៊ីទៅសមរភូមិជាមុខអញ្ចឹងហើយបានជាអ៊ុយក្រែនគាត់ឧស្សាហ៍បើកការវាយប្រហារទៅលើតំបន់នេះខ្លាំងណាស់ណាពេលណាសូមបិទបញ្ចប់ព័ត៌មាននេះឥឡូវនេះសូមកលេចមកមើលឥណ្ឌាដែលផ្គត់ផ្គង់មីស៊ីលមួយចំនួនទៅដល់ភាគីហ្វីលីពីនផ្គត់ផ្គង់នេះគឺនៅក្នុងគោលបំណងអ្វីខ្ញុំក៏សូមអានអត្ថបទនេះដូចតទៅចឹងមកតាមប្រភពសារព័ត៌មានអាស៊ានថាមបានចេញផ្សាយថាឥណ្ឌាផ្គត់ផ្គង់មីស៊ីលទៅដល់ហ្វីលីពីនដែលត្រូវការដើម្បីការពារចិនចឹងគឺគោលបំណងការផ្ដល់មីស៊ីលហ្នឹងគឺដើម្បីការពារពីទីក្រុងប៉េកាំងខ្លឹមសារនៃអត្ថបទទីក្រុងញូដេលីបានក្លាយជាអ្នកផ្គត់ផ្គង់ជំរឿសរបស់ទីក្រុងម៉ាណេលសម្រាប់ការផ្ដល់មីស៊ីលដែលមានគុណភាពខ្ពស់និងប្រសិទ្ធភាពនៅក្នុងការវាយប្រហារដើម្បីតម្រង់ទៅកាន់ប្រទេសចិនសម្រាប់កម្មវិធី Red Horizon 3ដែលត្រូវបានអនុម័តនៅក្នុងកញ្ចប់សពាវុធក្នុងឆ្នាំ2024ជាមួយនឹងថវិកាប្រមាណជា 2.2000 លានប៉េសូលឬស្មើនឹង 34.5000 លានដុល្លារសហរដ្ឋអាមេរិកផ្ដោតលើការពង្រឹងប្រព័ន្ធការពារប្រជុំកោះរបស់ហ្វីលីពីនចឹងគឺហ្វីលីពីនក៏ទិញប្រព័ន្ធការពារដែនអាកាសរបស់ឥណ្ឌាដែរណាពេលមិនប៉ុន្តែឥណ្ឌាក៏ប្រើប្រព័ន្ធការពារដែនអាកាសអីឥណ្ឌាក៏ប្រើប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីហើយក៏លក់របស់ខ្លួនឯងនឹងផ្ដល់ទៅឲ្យហ្វីលីពីនវិញណែអញ្ចឹងវិញពេលមិនចេះផលិតហើយចេះលក់ឲ្យបន្តទៀតអញ្ចឹងប្រទេសណាដែលត្រូវការកម្រិតល្មមអីអាចបញ្ជាទិញពីឥណ្ឌាបានសូមបញ្ជាក់ផងដែរថាហ្វីលីពីនមានការបញ្ជាទិញរួមមាននាវាមុជទឹកយន្តហោះចម្បាំង
នាវាល្បាតនាវាពិឃាតនិងប្រព័ន្ធកម្ពុជាមីស៊ីជាដើមចឹងឃ្លាកន្លែងនេះមានការបញ្ជាក់ថាអាវុធដែលហ្វីលីពីនបញ្ជាទិញនឹងគឺមានគ្រប់ចម្រុះតែម្ដងគណៈពេលដែលសហរដ្ឋអាមេរិកកូរ៉េខាងត្បូងជប៉ុននិងបារាំងកំពុងតែជជែកវែកញែកនៃជួរមុខអំពីការផ្គត់ផ្គង់នាវាមុជទឹកនាវាល្បាតយន្តហោះទៅដល់ទីក្រុងម៉ានីខ្លួនឯងក៏កំពុងតែងាកទៅរកឥណ្ឌាសម្រាប់ការគ្រប់គ្រងកម្ពុជាបន្ថែមទៀតនៅក្នុងគោលបំណងចម្បងការរារាំងប្រទេសចិននៅសមុទ្រចិនខាងត្បូងនៅដងខែសីហាឆ្នាំ2025ឥណ្ឌានិងហ្វីលីពីនបានបង្កើតទំនាក់ទំនងទ្វេភាគីរបស់ពួកគេភាពជាដៃគូយុទ្ធសាស្ត្រនិងបង្កើតពាណិជ្ជកម្មជាមួយនឹងខ្លួនផងដែរការផ្លាស់ប្ដូរគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរបស់ទីក្រុងម៉ានីដើម្បីជៀសវាងការពឹងផ្អែកយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិកនិងដើម្បីធ្វើពិធីកម្មភាពជាដៃគូសន្តិសុខរបស់ខ្លួនចឹងហ្វីលីពីនគាត់ពង្រឹងទំនាក់ទំនងក្រៅពីអាមេរិកគឺមានឥណ្ឌាថែមទៀតណាដែលជាមើលឃើញថាគូប្រកួតប្រជែងជាមួយនឹងប្រទេសចិនទោះបីជាមានអាមេរិកមហាអំណាចនៅការពារនៅពីក្រោយហើយនៅតែត្រូវការឥណ្ឌាមួយទៀតទំនាក់ទំនងការពារជាតិកាន់តែស្អិតរមួតជាមួយនឹងភាគីឥណ្ឌាហើយនឹងអនុញ្ញាតឲ្យហ្វីលីពីនបង្កើតសមត្ថភាពការពារកម្រិតខ្ពស់របស់ខ្លួនតាមរយៈអាវុធទំនើបរបស់ឥណ្ឌាការកាត់បន្ថយការពឹងផ្អែកទៅលើការគ្រប់គ្រងតែមួយនិងការកសាងទំនាក់ទំនងដែលយូរអង្វែងជាមួយនឹងទីក្រុងយូដេលីជាដៃគូដែលអាចទុកចិត្តបាននិងគ្រប់គ្រងចឹងរវាងឥណ្ឌាហើយនិងហ្វីលីពីនគេទុកចិត្តគ្នាណាពេលមិនណាឥឡូវនេះគេមានការប្រោះប្ដូរយុទ្ធសាស្ត្រគ្នាហើយការលក់អាវុធរបស់ឥណ្ឌាទៅឲ្យហ្វីលីពីនហ្នឹងគឺអត់ខ្វល់ពីចិននោះទេខ្ញុំក៏សូមបន្តទៀតឧត្តមសេនីយ៍មានឈ្មោះថា Romeo Brenner ប្រធានកងកម្លាំងបដាអាវុធរបស់ហ្វីលីពីនបាននិយាយថាហ្វីលីពីនគ្រោងនឹងទិញអាវុធបន្ថែមទៀតពីប្រទេសឥណ្ឌាដោយកត់សម្គាល់ថាអាវុធរបស់ឥណ្ឌាមានគុណភាពហើយតម្លៃក៏សមរម្យផងដែរឆន្ទៈរបស់ឥណ្ឌានៅក្នុងការផ្ដល់ប្រាក់កម្ចីទុនសម្រាប់លទ្ធភាពការពារជាតិទៅដល់ទីក្រុងម៉ានីបន្ថែមទៀតលើការអំពាវនាវរបស់ខ្លួនឥណ្ឌាក៏មានទីតាំងល្អនៅក្នុងការជួយទៅដល់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់ហ្វីលីពីនតាមរយៈការចែករំលែកបទពិសោធន៍និងការផ្ទេរបច្ចេកវិទ្យាដែលមានសក្តានុពលចានៅក្នុងឃ្លានេះមានការបញ្ជាក់ឲ្យថាហ្វីលីពីនមានការទិញអាវុធដោយបង់ប្រាក់សុទ្ធខ្លះហើយនឹងខ្ចីឥណ្ឌាខ្លះប៉ុន្តែមើលឃើញថាឥណ្ឌាក៏មានគម្រោងបង្កើតឧស្សាហកម្មយោធាគឺបង្កើតអាវុធនៅក្នុងទឹកដីហ្វីលីពីនដោយមានការចែករំលែកបច្ចេកវិទ្យារបស់ឥណ្ឌាចូលទៅកាន់ទឹកដីហ្វីលីពីននៅក្នុងន័យជាក់ស្ដែងប្រព័ន្ធកម្ពុជារបស់ឥណ្ឌាអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយចំនួនរបស់ហ្វីលីពីននៅក្នុងវិស័យការពារឆ្នេរសមុទ្រពីលើអាកាសផងដែរអស់រយៈពេលច្រើនទសវត្សរ៍មកហើយទីក្រុងម៉ានីបានវិនិយោគតិចតួចលើសមត្ថភាពកម្ពុជារបស់ខ្លួននៅក្នុងគោលបំណងសន្តិសុខផ្ដោតទៅលើសន្តិសុខផ្ទៃក្នុងច្រើនជាងការរារាំងខាងក្រៅចឹងនៅឃ្លាកន្លែងនេះគឺមានន័យថាហ្វីលីពីនចាប់ផ្ដើមអភិវឌ្ឍកម្ពុជារបស់ខ្លួនឯងហើយប៉ុន្តែត្រូវពឹងទៅលើដំណាក់កាលដំបូងគឺប្រទេសឥណ្ឌាអញ្ចឹងពីមុនមកហ្វីលីពីនគាត់គិតថាការពីតែផ្ទៃក្នុងរវាងសន្តិសុខផ្ទៃក្នុងអីតិចតួចបានហើយតែពេលនេះមិនមែនបានហើយនៅក្នុងតែផ្ទៃក្នុងទឹកដីរបស់ហ្វីលីពីនទេប្រឈមមុខនឹងបញ្ហាការគម្រាមកំហែងពីចិននឹងជាញយដកទៅហើយអញ្ចឹងឲ្យបានជានៅពេលនេះសម្រាប់ចិត្តចុងក្រោយគឺត្រូវតែពង្រឹងទៅតំណងជាមួយនឹងប្រទេសមហាអំណាចមួយចំនួនគឺចាប់ផ្ដើមពីឥណ្ឌានឹងឯងហើយគេមើលឃើញថាបើចាប់ផ្ដើមពីឥណ្ឌាហើយគឺនឹងបន្តទៀតគឺជាមួយនឹងរុស្ស៊ីណាពេលមិត្តនិយាយអំពីឥណ្ឌានិងរុស្ស៊ីឥឡូវនេះគឺកំពុងតែចាប់ដៃគ្នាយ៉ាងស្អិតរមួតហើយរុស្ស៊ីចង់បង្កើតវិស័យផលិតបាយន្តហោះចម្បាំងរបស់ខ្លួនគឺប្រភេទស៊ូ35នៅក្នុងទឹកដីរបស់ឥណ្ឌាទៀតអញ្ចឹងរាល់ប្រទេសណាដែលពង្រឹងទំនាក់ទំនងជាមួយនឹងឥណ្ឌានឹងផ្សារភ្ជាប់ជាមួយនឹងរុស្ស៊ីនៅថ្ងៃអនាគតខ្ញុំក៏សូមបន្តទៀតទោះបីជាយ៉ាងណាក៏ដោយគេមើលឃើញថាឃ្លាំងស្តុកសពាវុធរបស់ហ្វីលីពីនស្តង់ដារគឺមិនទាន់គ្រប់គ្រាន់ទេដូច្នេះហ្វីលីពីនត្រូវការអាវុធផ្សេងទៀតដើម្បីការពារទឹកដីរបស់ខ្លួននិងការពារតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនផងដែរបើទោះបីជាកំពុងតែបន្តធ្វើទំនើបកម្មក៏ដោយហ្វីលីពីននៅតែដើរថយក្រោយដោយមើលឃើញថាសមាភាគីនៅក្នុងតំបន់មានសមត្ថភាពយោធាមានកម្រិតជាមួយនឹងកិច្ចសន្យាសពាវុធរបស់អ៊ីស្រាអែលត្រូវបានផ្អាកដោយការព្រួយបារម្ភទាក់ទងអំពីវិបត្តិមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាអាវុធរបស់រុស្ស៊ីបានបិទមិនមានការលក់បន្តក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកនិងវេទិការបស់លោកខាងលិចដូចជា US Parrot មានតម្លៃថ្លៃហាមឃាត់ដូច្នេះឥណ្ឌាឈរលើការផ្គត់ផ្គង់មីស៊ីលអាចសម្រេចបានទាំងសមត្ថភាពនិងតម្លៃសមរម្យចឹងប្រិមិត្តអ្នកស្ដាប់ទីគ្រប់នេះគឺជាឃ្លាចុងក្រោយហើយបើតាមការបញ្ជាក់នៃអត្ថបទនេះគេបានឲ្យដឹងផងដែរថាហ្វីលីពីនព្យាយាមពង្រឹងទំនាក់ទំនងហើយនឹងព្យាយាមទិញប្រព័ន្ធការពារដែនអាកាសពីអ៊ីស្រាអែលប៉ុន្តែមើលឃើញថាអ៊ីស្រាអែលកំពុងតែចាប់ដៃធ្វើសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សាហើយនឹងបញ្ហាផ្សេងទៀតបារុំកោះហើយម្ដងអញ្ចឹងมันអាចធ្វើឲ្យហ្វីលីពីននឹងទៅចាប់ដៃជាមួយនឹងអ៊ីស្រាអែលហើយរងសម្ពាធពីឆាកអន្តរជាតិនោះទេអញ្ចឹងហ្វីលីពីននឹងងាក
ទៅរករុស្ស៊ីដល់ពេលងាកទៅរករុស្ស៊ីហ្វីលីពីនកាត់ចុះកាត់ឡើងគឺខ្លាចគេដាក់ទណ្ឌកម្មដែរដល់ពេលមិនព្រោះតែទិញពីវត្តពីរុស្ស៊ីគណៈដែលខ្លួនឯងគឺជាសម្ព័ន្ធមិត្តរបស់អាមេរិកឲ្យសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីមិនទាន់នឹងបញ្ចប់ផងបើមើលទៅតាមលទ្ធភាពស្ថានភាពគឺមានតែហ្វីលីពីននៅតែតាក់ទងជាមួយនឹងឥណ្ឌាហើយរងចាំឱកាសសង្គ្រាមអ៊ុយក្រែននឹងត្រូវបានបញ្ចប់និងចាប់ផ្ដើមផ្សារភ្ជាប់ជាមួយនឹងរុស្ស៊ីពេលនោះហ្វីលីពីននឹងអាចបញ្ជាទិញអាវុធរបស់រុស្ស៊ីយកមកប្រើប្រាស់បានប៉ុន្តែសួរថាអញ្ចេះហេតុអីបានជាត្រូវតែទិញសភាវុធរបស់រុស្ស៊ីតម្លៃអាវុធរបស់រុស្ស៊ីហើយនឹងតម្លៃអាវុធរបស់អាមេរិកនឹងវាយ៉ាងម៉េចប្រិមិត្តគឺប្រហាក់ប្រហែលគ្នាតម្លៃគឺប្រហាក់គ្នាប៉ុន្តែផលប្រយោជន៍វាខុសគ្នាផលប្រយោជន៍ខុសគ្នាយ៉ាងម៉េចប្រិមិត្តដូចឥណ្ឌាអញ្ចឹងគាត់តាក់ទងជាមួយរុស្ស៊ីគាត់ចំណេញបាននឹងបច្ចេកទេសផងគាត់ចំណេញទាំងការលក់សភាវុធចុះតម្លៃផងគាត់ចំណេញទាំងការវិនិយោគប្រភពថាមពលផងគឺចំណេញច្រើនប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវិញផ្នែកបាទសភាវុធគឺមិនងាយនៅក្នុងការផ្ទេរបច្ចេកវិទ្យាឲ្យសម្ព័ន្ធមិត្តឬក៏ប្រទេសដែលទិញអាវុធរបស់ខ្លួនឯងហ្នឹងចេះបង្កើតអាវុធនោះទេបើរុស្ស៊ីវិញគាត់លក់អាវុធហើយគាត់ពង្រឹងតែដំណងល្អមួយគាត់ហើយគាត់ផ្ទេរបច្ចេកវិទ្យាទៀតដូចជាឥណ្ឌាអញ្ចឹងហើយដូចជាចិនយ៉ាងនៅពេលគាត់ចេះបើផលិតអាវុធខ្លួនឯងហើយគាត់លក់ឲ្យប្រទេសដែលទុនខ្សោយជាងគាត់អញ្ចឹងទៅសម្រាប់រុស្ស៊ីគឺល្អត្រង់នឹងឯងបានជាប្រទេសមួយចំនួនចង់ពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីចឹងខ្ញុំđãសូមបញ្ចប់ព័ត៌មានដែលត្រឹមនេះហើយសង្ឃឹមថាបោះប្រិមិត្តនឹងទទួលបានព័ត៌មានដែលក្អេរីយេសូមអរគុណសូមជម្រាបលា